ការ clinic មួយអ្នកជំងឺប្រើអាយុ56ឆ្នាំចូលមកនោះរឿងលំបាស៊ីចុកខ្លាំងមែនតើហ្មងអង្គតាស៊ីទៅតែមកវិញបានគាត់ធូរហើយគេធ្វើ scanner abdominal pelvian ដែរក៏អត់មានឃើញជា syndrome obstructive urinary អីទេគ្រាន់តែប្រវត្តិគាត់ធ្លាប់មាន emboli pulmonary កាលពីឆ្នាំ2020ដល់ពេលតេស្តឈាម D-dimer ឡើងខ្លាំងឡើងដល់1400ដល់ពេល Gaddison ឃើញជា alkali respirator avec hypoxemia PaO2 បានតែ60ទេក៏គេចាប់ផ្ដើមធ្វើ Onzo scanner thoracic Onzo scanner thoracic អត់មានឃើញជា emboli pulmonary ទេប៉ុន្តែឃើញជា condensation parenchyma basa bilateral អញ្ចឹងក៏គេបញ្ជូនមកខាង pneumo គ្រាន់ថាយើងគិតថាអញ្ចឹងប្រហែលជា emboli sous segmental ហើយបាន Onzo scanner ឃើញអញ្ចឹងក៏គេចាប់ផ្ដើម demander ជា scintigraphy pulmonaire ដល់ពេលលទ្ធផល resultat ចេញមកវាឃើញជា emboli pulmonaire bilateral segmental ផង sous segmental ផងជា segmental នៅ pulmon droit ហើយដល់ពេល sous segmental នៅ pulmon gauche